อย่างนี้សម្បត្តិសំណាសូមសង្ខេបរឿងភូមិគ្រឹះមរណៈនេះជាសិទ្ធិរឿងមួយដែលដោះស្រាយពីអត្ថបទនេះគឺជានាងពិតសំស្ដាប់កំសាន្តដោយតទៅភូមិគ្រឹះមរណៈថ្ងៃនេះក្រុមហ៊ុនបានបញ្ជូនទីណានិងបុគ្គលិក5នាក់ទៀតឲ្យទៅស្នាក់នៅក្នុងបោះសម្បត្តិភូមិគ្រឹះមួយនៅឯជាក្រុងក្រុមហ៊ុនបានទុកពេល5ថ្ងៃសម្រាប់ឲ្យពួកគេស្នាក់នៅទីនោះសម្រាប់ការបោះសម្បត្តិភូមិគ្រឹះទាំងមូលនិងរៀបចំសួនច្បារឲ្យមានសណ្ដាប់ធ្នាប់ពេលមកដល់ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះភូមិគ្រឹះនេះធំណាស់តែមើលទៅរាងចាស់បន្តិចអ្នកស្រីស៊ូគឺជាមេការនៅក្នុងភូមិគ្រឹះនេះគាត់ជាអ្នកចាត់ចែងការងារសម្រាប់បុគ្គលិកទាំងអស់គ្នាអ្នកស្រីស៊ូបាននាំពួកគេដើរមើលទាំងក្នុងនិងក្រៅភូមិគ្រឹះនៅខាងក្រោមនៃភូមិគ្រឹះនេះមានបន្ទប់ក្រោមដីមួយដែលចាក់សោយ៉ាងជាប់ពីខាងក្រៅមើលទៅទំនងជាបន្ទប់គេទុកចោលឬជាបន្ទប់សម្រាប់ទុកអីវ៉ាន់ផ្សេងៗយ៉ាងចឹងអ្នកស្រីស៊ូចុះបន្ទប់មួយនេះទីណានិយាយបានតែប៉ុណ្ណោះក៏ត្រូវបានអ្នកស្រីស៊ូនិយាយកាត់កុំចាប់អារម្មណ៍អីវាគ្រាន់តែជាបន្ទប់ដាក់អីវ៉ាន់ចាស់ៗតែប៉ុណ្ណោះសម្អាតតែម៉ោះនេះបានឲ្យគ្រប់គ្នាហាមចូលទៅក្នុងបន្ទប់នោះដាច់ខាតអ្នកស្រីស៊ូនិយាយយ៉ាងម៉ឺងម៉ាត់ក្រោយពីដើរមើលរួចពួកគេក៏ចាប់ផ្ដើមធ្វើកិច្ចការរៀងៗខ្លួនពួកគេបានចែកកម្លាំងគ្នាដើម្បីសម្អាតនិងរៀបចំភូមិគ្រឹះនេះតាមភារកិច្ចរៀងៗខ្លួនក្រោមការឃ្លាំមើលរបស់អ្នកស្រីស៊ូមីក្រុមឌីណាចិនអ្នកស្រីទៅខាងលើជាមួយខ្ញុំចំអ្នកស្រីស៊ូក៏ដើរនាំមុខទៅមុនឯឌីណាក៏ដើរតាមអ្នកស្រីស៊ូសម្ដៅទៅកាន់បន្ទប់ដ៏ធំមួយនេះគឺជាបន្ទប់របស់អ្នកស្រីធំក្នុងភូមិគ្រឹះនេះឯងសម្អាតតែម្នាក់ឯងបានហើយចិនអ្នកស្រីសម្អាតឲ្យដឹងសម្អាតណាហាមប៉ះពាល់របស់របរនៅក្នុងបន្ទប់មួយនេះឲ្យសោះចិនអ្នកស្រីខ្ញុំដឹងថាចាប់ឌីណាក៏ចាប់ផ្ដើមសម្អាតតាមធម្មតាចំណែកអ្នកស្រីស៊ូវិញក៏ឈរមើលឌីណាពីក្រោយខ្នងបណ្ដាក់ភ្នែកប្រៅក្រោយជាណាប្រញាប់ចុះទៅមើលជាមួយអ្នកស្រីស៊ូភ្លាមក៏បានឃើញមីងធីកំពុងរំបាញ់ធូបការទាំងប្រឡាក់ឈាមយ៉ាងជោគនៅមុខបន្ទប់ក្រោមដីហេតុអីក៏មិនប្រយ័ត្នសោះអញ្ចឹងអ្នកស្រីស៊ូនិយាយឡើងទាំងខឹងមីងធីឈប់ប្រមូលសិនទៅមីងច័ន្ទទៅយកប្រដាប់កោបសម្រាប់មកជីណានិយាយមិនទាន់អស់សេចក្តីផងក៏ត្រូវអ្នកស្រីស៊ូនិយាយកាត់ជីណាចាប់ទៅបោះសម្អាតនៅជាន់ខាងលើវិញភ្លាមចំណែកមីងធីទុកអំបែងនៅទីនេះសិនចុះទៅរុំរបួសហើយទៅជួបខ្ញុំនៅបន្ទប់ទទួលភ្ញៀវចាំសក់អ្នកស្រីជីណាក៏ឡើងទៅសម្អាតបន្ទប់នៅជាន់ខាងលើវិញតាមបញ្ជារបស់អ្នកស្រីសូពេលកំពុងតែសម្អាតនាងក៏ចាប់អារម្មណ៍ឃើញរូបថតមនុស្សស្រីចំណាស់សក់សវិញប្រហែល70ម្នាក់នៅលើជញ្ជាំងជីណាឈរឲ្យផ្អៀងកមើលរូបថតមួយនោះយ៉ាងយកចិត្តទុកដាក់វាគឺជារូបថតរបស់ម្ចាស់ភូមិគ្រឹះនេះទេដឹងតែដូចជាប្រហែលធ្លាប់ឃើញនៅទីណាជីណាពោលឡើងតិចទាំងនឹងចំណាច់ជាខ្លាំងត្រូវហើយវាគឺជារូបថតម្ចាស់ភូមិគ្រឹះនេះជីណាភ្នាក់ឲ្យព្រឹកជាមួយនឹងសម្លេងរបស់អ្នកស្រីសូដាបានលើឡើងចេញមកពីមាត់ទ្វារមិនបានតបអ្វីច្រើនទេជីណាក៏ចេញហើយធ្វើការងាររបស់នឹងបន្តទៀតយប់ឡើងពេលញ៉ាំបាយអ្នកស្រីសូក៏ត្រឡប់ទៅផ្ទះវិញនៅសល់តែពួកគេ6នាក់ដែលត្រូវស្នាក់នៅនិងធ្វើការក្នុងភូមិគ្រឹះនេះជីណាស្នាក់នៅក្នុងបន្ទប់មួយចំណែកឯអ្នកបោះសម្អាតស្រី3នាក់ស្នាក់នៅក្នុងបន្ទប់មួយទៀតក្បែររនោះហើយពូអ្នកបោះសម្អាតនឹងរៀបចំស្នាក់នៅបន្ទប់មួយដែរយប់ឡើងសម្លេងឆ្កែលូស្រាប់តែបន្លឺឡើងយ៉ាងខ្លាំងធ្វើឲ្យជីណាមានអារម្មណ៍ភ័យខ្លាចជាខ្លាំងនេះគេងដុតកាសក្នុងតិចដើម្បីកុំឲ្យលឺសម្លេងឆ្កែលូរហូតដល់គេងលក់តាំងពីពេលណាក៏មិនដឹងព្រឹកឡើងគ្រប់គ្នាស្រាប់តែមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញមីនធីកំពុងគេងស្លាប់ទាំងបើកភ្នែកជាមួយរាងកាយដ៏ស្លេកស្លាំងនៅខាងមុខបន្ទប់ក្រោមដីបុគ្គលិកស្រីនាំគ្នាស្រែកយំយ៉ាងខ្សឹកខ្សួលព្រោះអាណិតចឹងធីដែលជាមិត្តរួមការងារជាមួយនឹងពួកគេយប់មិញម៉ោង11ពេលកំពុងគេនាងធីវាថាភ្លេចភើបបំបែងធោនៅមុខបន្ទប់ក្រោមដីហើយវាក៏ចុះទៅកាប់តែម្នាក់ឯងទៅខ្ញុំអត់បានចាប់អារម្មណ៍ទេព្រោះអស់កម្លាំងខ្លាំងពេកបិទភ្នែកក៏ដេកលក់ទល់ភ្លឺតែម្ដងព្រឹកឡើងក៏បាត់នាងធីខ្ញុំនិងនាងដាក៏នាំគ្នាដើររកវាហើយក៏បានឃើញវាដេកស្លាប់នៅមុខបន្ទប់ក្រោមដីនោះទៅមានច័ន្ទនិយាយរៀបរាប់គ្រប់គ្នាបកស្រាយប្រាប់ទៅកាន់ប៉ូលីសដែលមកសាកសួរនាំគាត់មួយសន្ទុះក្រោយមកអ្នកស្រីសូក៏ម្ដងគាត់ហាក់ដូចជាមិនភ្ញាក់ផ្អើលនឹងរឿងនេះឡើយគាត់បានដេញប៉ូលីសចេញហើយទូរស័ព្ទទៅថៅកែក្រុមហ៊ុនបោះសម្អាតឲ្យយកឡានមកទទួលសាកសពមីងធីចេញពីភូមិគ្រឹះនេះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីបន្ទាប់ពីដឹកសាកសពទៅបាត់ពួកគេទាំង5នាក់ក៏ចាប់ផ្ដើមធ្វើកិច្ចការរបស់ខ្លួនថ្ងៃមួយពេលកំពុងកាប់សម្រាមនៅក្នុងសួនច្បារប៉ូលីសក៏ឡើងទៅកាប់ធាងដូងដែលលូតទៅទាក់នឹងខ្សែភ្លើងព្រាមនោះក៏ស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងធ្វើឲ្យប៉ាំងសម្រាមដែលពួកគេកំពុងតែកាប់នោះហើយពូលឺក៏រអិលជើងធ្លាក់ពីលើជង្គដូងសន្លប់បាត់ស្មារតីពួកគេក៏ជួយគ្នាលើកពូលឺចូលទៅក្នុងបន្ទប់ទទួលភ្ញៀវហើយធ្វើចលនាបេះដូងនិងយកប្រេងខ្យល់រត់ឲ្យគាត់ឆាប់នឹងខ្លួនមួយសន្ទុះក្រោយមកពូលីក៏បានបើកភ្នែកឡើងមកគាត់សម្លឹងមើលមុខអ្នកគ្រប់គ្នាតែគាត់មិនបាននិយាយអ្វីសោះបន្ទាប់មកអ្នកស្រីសូក៏ទូរស័ព្ទហៅគ្រូពេទ្យឲ្យមកចាក់ថ្នាំនិងជួយសរោងឲ្យពូលីមិនដែលមានយប់ណាដែលអ្នកនៅក្នុងភូមិគ្រឹះនេះគេងលក់បានស្កប់ស្កល់ទេព្រោះឲ្យតែពេលគេងតែងតែលឺសំឡេងឆ្កែនៅម្ដុំនេះចេះតែព្រោះនឹងលូយ៉ាងខ្លាំងជាប្រចាំតែម្ដងមេការជីណាភ្ញាក់ឡើងសំឡេងពួកឌីស្រែកនៅមុខបន្ទប់របស់ជីណានិងបុគ្គលិកស្រីដទៃទៀតបាននាំគ្នាចេញទៅមើលពូលីបើកភ្នែកធំធ្វើមាត់មហូបហើយដៃជើងរបស់គាត់កម្រឹងញាក់គាត់ដូចជាបានឃើញអ្វីចង់និយាយអ្វីចង់ចង្អុលអ្វីតែគាត់មិនអាចធ្វើបានចំណែកឯមីងដាក៏ស្ទុះទៅបិទបាត់វាំងននគាត់រងាទេដឹងបងដានិយាយពូលីកុំខ្លាចអីពួកយើងនឹងកំដរពូនៅទីនេះពូសម្រាប់ចុះបន្ទាប់មកចឹងច័ន្ទក៏ទៅយកខ្នើយនិងភួយសម្រាប់គ្រប់គ្នាដើម្បីសម្រាប់នៅទីនេះពួកគេកេងកំដរពូលីទាំងអស់គ្នា
ជីណានាងគេងលក់សោះព្រោះនាងនៅតែមានចិត្តបារម្ភពីប៉ូលីសចំណែកអ្នកផ្សេងទៀតវិញបែរជាគេងលក់យ៉ាងស្កប់ស្កល់ហាក់ដូចជាត្រូវថ្នាំសំដំម៉ោង12កណ្ដាលអាទិត្យជីណាក៏ស្រាប់តែដឹងខ្លួនដោយសារសម្លេងឆ្កែលូរត់តែខ្លាំងជាងមុនឆ្កែទាំងអស់នោះហាក់ដូចជាកំពុងតែព្រោះនឹងលូមកកាន់ភូមិគ្រឹះមួយនេះយ៉ាងចាស់ភ្លាមនោះខ្យល់បានបក់បកយ៉ាងខ្លាំងហើយទ្វារនឹងបង្អួចក៏ស្រាប់តែរបើកឡើងដោយខ្លួនឯងសមមនុស្សម្នាក់កំពុងតែដើរចូលមកតាមមាត់ទ្វារសមនោះមើលយូរទៅហាក់ដូចជាមនុស្សស្រីអញ្ចឹងបេះដូងរបស់នាងចាប់ផ្ដើមលោតញាប់យ៉ាងខ្លាំងនាងពិតជាឆ្ងល់ខ្លាំងណាស់ថាមនុស្សស្រីម្នាក់នោះគឺជានរណាគេព្រោះនៅក្នុងភូមិគ្រឹះនេះមានតែមនុស្សប្រមាណអ្នកដែលកំពុងតែគេងនៅទីនេះតែប៉ុណ្ណោះមនុស្សស្រីចំណាស់សក់សសំពងបានដើរចូលមកទាំងកាន់ខ្សែមួយចង្វាយជីណាព្យាយាមដាស់មីងច័ន្ទនិងមីងដាក់ឲ្យភ្ញាក់តែពួកគាត់មិនព្រមក្រោកមកសោះពួកគាត់នៅបន្តគេងលងលក់យ៉ាងស្កប់ស្កល់ធ្វើមិនដឹងទៅវិញគាត់សំដៅទៅចំណែកឯប៉ូលីសវិញស្រីចំណាស់នោះដើរចូលមកហាក់ដូចជាមិនបានខ្វល់នឹងនរណាឡើយក្រែប៉ូលីសហើយយកខ្សែចង្កប៉ូលីសរួចក៏ទាញប៉ូលីសចេញទៅក្រៅម្ដងបន្តិចគាត់នៅបន្តគេងយ៉ាងស្ងៀមហាក់ដូចជាមនុស្សគ្មានវិញ្ញាណដោយគ្មាននរណាភ្ញាក់ជីណាក៏ស្ទុះរត់ទៅតាមហើយស្រែកយ៉ាងខ្លាំងដាក់ស្ត្រីចំណាស់ម្នាក់នោះឈប់ភ្លាមអ្នកជាអ្នកណាហេតុអីក៏អ្នកធ្វើបែបនេះស្រីចំណាស់នោះងាកមុខមកមើលមុខជីណាមួយផ្លែតរួចក៏អូសប៉ូលីសទៅក្រោមបន្តទៀតស្មើទៅកាន់បន្ទប់ក្រោមដីពេលចុះទៅក្រោមស្រីចំណាស់និងប៉ូលីសក៏បាត់ខ្លួនបាត់ពេលដើរទៅដល់មាត់ទ្វារនៃបន្ទប់ក្រោមដីនាងក៏ចាប់អារម្មណ៍ថាខ្លួនឯងកំពុងឈរនៅក្នុងទឹកត្រឹមកជើងបាត់ទៅហើយភ្លាមនោះនាងក៏ចាប់ផ្ដើមឆ្ងល់ព្រោះនៅទីនេះមិនដែលមានទឹកទេចុះហេតុអីក៏ពេលនេះបែរជាមានទឹកទៅវិញពេលនាងអោនមើលទៅក្រោមទើបដឹងថាវាមិនមែនជាទឹកទេវាគឺជាធ្លុកឈាមយ៉ាងរហ័សច្រើនទៅវិញទេអាយ៉ាំជីណាស្រែកមួយអស់សម្លេងទាំងភិតភ័យជាខ្លាំងស្រែករហូតដល់ភ្ញាក់ពីស្ថានដីសែនអាក្រក់មួយនេះគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានលើជីណាស្រែកឡើងព្រាមនោះពួកគេក៏ស្រាប់តែຕົកស្ងួតហើយស្រែកយំនៅពេលដែលបានឃើញប៉ូលីសកំពុងគេងស្លាប់នៅលើគ្រែទាំងបើកភ្នែកជាមួយនឹងសម្បូរស្បែកដ៏ស្លេកស្លាំងចំណែកឯដបសេរ៉ូមបែរជាពោពេញទៅនៅឈាមក្រហមច្រើនទៅវិញពេលនេះបុគ្គលិកនៅសល់តែជីណាមីងច័ន្ទមីងដានិងពូឌីតែប៉ុណ្ណោះក្រោយពីរៀបចំដឹកសពប៉ូលីសចេញទៅជីណាក៏ទូរស័ព្ទទៅនិយាយជាមួយថៅកែក្រុមហ៊ុនលោកតកែបានប្រាប់នាងថាត្រូវបញ្ចប់ការងារបោសសម្អាតឲ្យបានមុនម៉ោង 5 ល្ងាចដល់ថ្ងៃស្អែកនេះដូច្នេះពួកគេត្រូវស្នាក់នៅក្នុងភូមិគ្រឹះមួយនេះមួយយប់ទៀតទើបអាចត្រឡប់ទៅវិញបានយប់ឡើងដោយមិនឃើញអ្នកស្រីសមមុខជីណាក៏ចូលទៅបន្ទប់លោកស្រីធំតែម្នាក់ឯងរូបថតលោកស្រីធំវ័យ70ហើយនេះមានមុខមាត់ដូចស្រីវ័យចំណាស់ដែលនាងធ្លាប់យល់សពអញ្ចឹងតែពេលពិនិត្យមើលឲ្យបានម៉ត់ចត់ជាងនេះនាងក៏ចាប់អារម្មណ៍ឃើញថាលោកស្រីធំនិងអ្នកស្រីសូមានមុខមាត់ដូចគ្នាបែបបិទខុសត្រង់តែម្នាក់សក់សវ័យប្រហែល70ឯម្នាក់ទៀតសក់ខ្មៅវ័យប្រហែល40ជាងជីណាទុករូបថតវិញក៏បានឃើញกระดาษម៉ាស៊ីននៅក្រោមរូបថតនោះនាងក៏រូបថតចេញហើយក៏បានឃើញយ័ន្តមួយសន្លឹកជាមួយគម្ពីរតូចមួយនៅក្នុងនោះមិនទាន់បានអានផងនាងក៏បានឮសំឡេងមីងច័ន្ទស្រែកយ៉ាងខ្លាំងហើយនាងក៏រត់ចុះទៅមើលក៏បានឃើញមីងដាកំពុងតែចងកនៅមុខបន្ទប់ក្រោមដីភ្លាមនោះដែរភ្លើងស្រាប់តែដាច់ធ្វើឲ្យពួកគេកាន់តែភិតភ័យពេលដាក់សពមីងដាដល់ដីភ្លាមជីណាក៏ហៅពូឌីនិងមីងច័ន្ទទៅបន្ទប់ទទួលភ្ញៀវហើយរកពិលនិងទៀនយកប្រើក្នុងភូមិគ្រឹះស្របពេលនោះផងដែរជីណាក៏ដកកូនគម្ពីរតូចនោះយកមកអានឲ្យពូឌីស្ដាប់គម្ពីររក្សាព្រលឹងដើម្បីបន្តជីវិតមុនពេលអ្នកដឹងថាអ្នកស្លាប់អ្នកត្រូវទៅរកកន្លែងស្ងាត់ណាមួយដើម្បីលាក់ខ្លួនប្រាណកុំឲ្យអ្នកណាដឹងពីកន្លែងដែលអ្នកស្លាប់អារដៃសម្រក់ឈាមហើយអានគម្ពីរនេះជាមួយពាក្យបាលីឲ្យជាប់មាត់រហូតដល់ខ្យល់ស្លាប់បន្ទាប់ពីអ្នកស្លាប់ព្រលឹងរបស់អ្នកក៏ចាប់ផ្ដើមមានអំណាចពិសេសលើព្រលឹងដទៃអ្នកត្រូវសម្រាប់មនុស្សយកឈាមមកស្រោចលើសាកសពឲ្យបានញឹកញាប់ដើម្បីឲ្យវិញ្ញាណកាន់តែមានអំណាចវិញ្ញាណនឹងត្រូវរលាយហើយអស់អំណាចដល់ពេលដែលសាកសពរបស់អ្នកត្រូវបានដុតបំផ្លាញចោលពួកយល់ពីអត្ថន័យរបស់គម្ពីរនេះទេជីណាចង់សម្ដៅទៅលើនរណាគឺលោកស្រីស៊ូគាត់គឺជាព្រលឹងរបស់លោកស្រីធំដែលបានស្លាប់ក្នុងភូមិគ្រឹះនេះពូមើលរូបថតមួយនេះទៅអញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចស្វែងរកសាកសពគាត់ដើម្បីបំផ្លាញចោលពីនោះមីងច័ន្ទក៏ស្ពាយកាបូបដើរចេញទៅមីងច័ន្ទមីងចង់ទៅណាទីនេះមិនអាចនៅបានទេអ្នកស្លាប់បន្ទាប់អាចជាពួកយើងណាមនៅដូច្នោះជីណាក៏និយាយខាត់មីងច័ន្ទយើងជួយគ្នាកំទេចសាកសពអ្នកស្រីសូសិនទៅបើបានសម្រេចទៅពួកយើងអាចចេញពីទីនេះបានទេឯងធ្វើកិច្ចការនេះជាមួយឌីទៅមីងទៅមុនហើយនិយាយចប់មីងច័ន្ទក៏រត់ចេញទៅក្រៅបាត់ទៅនៅសល់តែជីណានិងពុំម៉ាដែលកំពុងតែឈរមើលមុខគ្នាហាក់ដូចជារោគដំណោះស្រាយមិនទាន់ឃើញចឹងសំឡេងជន់ហ្វាំងឡានយ៉ាងតក់កុហលបានបន្លឺឡើងយ៉ាងខ្លាំងនៅពីមុខភូមិគ្រឹះជីណានិងពូឌីក៏ប្រញាប់រត់ចេញទៅនៅខាងក្រៅងឹតស្លុបហើយថែមទាំងចោលអាប់យ៉ាងច្រើនរហូតដល់មើលផ្លូវមិនចង់ឃើញនៅខាងក្រៅមានឡានមួយកំពុងឈប់ទាំងបើកភ្លើងហ្វាចំណែកឯមីងច័ន្ទវិញកំពុងគេងស្លាប់ក្នុងធ្លុកឈាមនៅពីមុខឡានជីណានិងពូឌីតក់ស្លុតជាខ្លាំងនៅពេលដែលបានឃើញរូបភាពបែបនេះព្រាមនោះជីណាក៏បានឃើញអ្នកស្រីសូកំពុងញញឹមហើយសម្លឹងមកកាន់ពួកគេពីក្នុងឡានជីណាប្រញាប់ទាញដៃពូឌីរត់ចូលទៅខាងក្នុងយ៉ាងលឿនហើយព្រាមនោះសម្លេងសើចរបស់អ្នកស្រីសូបានបន្លឺឡើងយ៉ាងខ្លាំងឡើងខ្ទោពេញភូមិគ្រឹះជីណារត់ទៅរកពិលទៀននិងដៃកេះចំណែកពូឌីរត់ទៅរកធុងសាំងនិងពូថៅហើយជួបគ្នាវិញនៅបន្ទប់ទទួលភ្ញៀវភ្លាមនោះស្រាប់តែមានខ្យល់បក់បោកយ៉ាងខ្លាំងពេញក្នុងបរិវេណភូមិគ្រឹះហើយពួកគេទាំងពីរក៏នាំគ្នាដើរចុះទៅបន្ទប់ក្រោមដីយ៉ាងញាប់ជើងស្ដេកភ្លាមនោះពូឌីក៏រអិលជើងហើយធ្លាក់ចុះទៅតាមជណ្ដើររបូកនឹងទ្វារនៃបន្ទប់ក្រោមដីសម្រាប់បាត់មាត់ឈឹងជីណាឬពូថៅកាប់បំបែកសោជាច្រើនសាររហូតដល់ដាច់សោចេញស្របពេលនោះនាងក៏ស្រាប់តែភ្ញាក់ផ្អើលនឹងភ្លិតភ័យជាខ្លាំងនៅពេលដែលបានឃើញវិញ្ញាណអ្នកស្រីស៊ូ
កំពុងឈរនៅពីមុខទាំងរូបរាងស្គមស្គាំងនិងសក់ស្កើសំពងវិញ្ញាណអ្នកស្រីសូបានស្ទុះមកច្បាច់កជីណាយ៉ាងខ្លាំងហើយនាងក៏បតាយបន្ទាប់ជាមួយខ្មោចអ្នកស្រីសូដែរនាងច្រានអ្នកស្រីសួរទៅម្ខាងហើយស្ទុះរត់ចូលទៅក្នុងបន្ទប់ក្រោមដីរួចបិទទ្វារហើយឈរទប់ទ្វារកុំឲ្យអ្នកស្រីសូចូលបានជីណាយកពើបញ្ចាំងមើលជុំវិញបន្ទប់នេះក៏បានឃើញក្តារមឈូសមួយបន្ទាប់មកនាងក៏រត់ទៅបាត់មឈូសនោះមើលហើយក៏បានឃើញសាកសពលោកស្រីធំលួយស្ទើរតែសឆ្អឹងនិងមានប្រឡាក់ឈាមស្រស់នៅក្នុងនោះហើយភ្លាមនោះដែរវិញ្ញាណអ្នកស្រីសូក៏ស្ទុះមកច្បាច់កនាងពីក្រោយយ៉ាងខ្លាំងនាងព្យាយាមរើបំរះដែរតែកម្លាំងរបស់នាងមិនដល់គាត់ឡើយហើយនាងក៏ចាប់ផ្ដើមទន់ដៃទន់ជើងប៉ះនឹងសន្លប់សំណាងល្អភ្លាមនោះពូឌីក៏ដឹងខ្លួនហើយគាត់ក៏យកពូថៅកាប់ក្បាលអ្នកស្រីសូដាច់ចេញពីខ្លួនរបស់គាត់ហើយគាត់ក៏លែងមានចលនាអ្វីទាំងអស់ពូឌីប្រញាប់រើសក្បាលអ្នកស្រីសូដាក់ចូលក្នុងមឈូសហើយយកសាំងចាក់លើសាកសពរបស់គាត់តែភ្លាមនោះខ្លួនរបស់អ្នកស្រីសូក៏ស្ទុះមកច្របាច់កពូឌីយ៉ាងខ្លាំងចំណែកឯពូឌីវិញក៏ព្យាយាមរើបំរះបណ្ដាហើយស្រែកហៅមកកាន់ជីណាបណ្ដាយកភ្លើងទៅដុតសាកសពក្នុងមឈូសទៅជីណាកាន់លេខស្ទុះសម្ដៅទៅកាន់មឈូសតែភ្លាមនោះក្បាលអ្នកស្រីសូក៏ស្រាប់តែហោះមកខាំដៃនាងភ័យតក់ស្លុតជាខ្លាំងព្រោះក្បាលអ្នកស្រីសូចេះហោះដូចជាក្បាលអាប់ពូឌីស្ទុះទាញខ្លួនរបស់សក់ក្បាលអ្នកស្រីសូចេញរួចក៏បោះចូលទៅក្នុងមឈូសភ្លាមឆាប់ដុតទៅមេកាជីណាតែនាងពិតភ័យជាខ្លាំងបើខ្ញុំដុតពូឌីនឹងស្លាប់ដុតមកឲ្យលឿនឡើងខ្លួនអ្នកស្រីសូព្យាយាមច្របាច់កពូឌីចំណែកពូឌីព្យាយាមទាញសក់ក្បាលអ្នកស្រីសូវិញលឿនឡើងឆាប់ដុតទៅសម្លេងពូឌីចាប់ផ្ដើមរៀងខ្សោយជីណាបដរទៀនហើយក៏គប់ចូលទៅក្នុងកណ្ដាលរោមឈូសលេចចេញនៅអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅជាមួយនឹងសម្លេងស្រែកយ៉ាងក្រួយរបស់ពូឌីនិងអ្នកស្រីសូជីណាយកគម្របគ្របកណ្ដាលមកឈូសរួចក៏រត់ចេញទៅក្រៅទាំងភ័យខ្លាចនិងរន្ធត់ចិត្តជាខ្លាំងជាមួយហេតុការណ៍ដែលនាងបានជួបនោះមកដល់ខាងក្រៅភូមិគ្រឹះមេឃក៏ចាប់ផ្ដើមភ្លឺស្រាងទៅហើយនាងក៏ហៅតាក់ស៊ីជិះត្រឡប់ទៅក្រុងវិញនាងអស់កម្លាំងជាខ្លាំងនាងគេងលក់នៅក្នុងតាក់ស៊ីតាំងពីពេលជិះរហូតមកដល់ទីក្រុងមកដល់មាត់ទ្វារផ្ទះនាងក៏និយាយទៅកាន់អ្នកបើកតាក់ស៊ីអ្នកមីងចាំខ្ញុំនៅទីនេះសិនហើយណាចាំខ្ញុំចូលទៅយកលុយមកឲ្យចាំអ្នកបើកតាក់ស៊ីឆ្លើយតបជីណាឈរស្ងៀមហើយងាកទៅមើលអ្នកបើកឡានតាក់ស៊ីនោះទាំងងឆ្ងល់ព្រះអើយអ្នកបើកឡានតាក់ស៊ីមានមុខមាត់ដូចអ្នកស្រីសូខ្លាំងណាស់គាត់កំពុងតែញញឹមមកកាន់នាងហើយជីណាភាំងស្មារតីហើយមើលមុខគាត់វិញមានន័យថាយ៉ាងម៉េចនឹងអរគុណសម្រាប់បងប្អូនដែលបានស្ដាប់រឿងនេះដល់ឆាប់កុំភ្លេចជួយចុច Subscribe និង Share វីដេអូខ្ញុំបាទមួយផងសូមអរគុណ